លេងសៀមរាបចង់ជួលម៉ូតូលេងពិបាកហើយមានតែទៅ trip app កក់ទុកមុនហើយគាត់យកម៉ូតូឲ្យដល់កន្លែងគេហ្មងឥឡូវគេពងល្បីជិះម៉ូតូបែបនេះនៅតំបន់អង្គរឃើញគេថតរូបច្រើនមែនតើអញ្ចឹងខ្ញុំចង់ជួលដែរបណ្ដោយម៉ូតូនេះខ្ញុំធ្វើការកក់ទុកមុនមួយថ្ងៃដើម្បីងាយស្រួលក្នុងការគាត់រៀបចំជូនឲ្យហើយដល់មកដែលខ្ញុំណាត់គាត់ក្នុង app ហ្នឹងគាត់យកមកឲ្យដល់កន្លែងគេហ្មងកន្លែងខ្ញុំជួលនេះមានឈ្មោះថារដ្ឋាម៉ូតូ and bike rental ម៉ូតូគាត់ថ្មីស្អាតជីស្រួលសំខាន់មានធុងនៅខាងក្រោយសម្រាប់ដាក់អីវ៉ាន់ទៀតហើយក៏មានកន្លែងសម្រាប់ដាក់ទូរស័ព្ទយើងមើល map អីចឹងដែរជួលម៉ូតូនេះខ្ញុំជិះទៅលេងនៅតំបន់អង្គរតាមផ្លូវក៏ឃើញគេលក់ផ្លែឈើចូលទិញចេកហើយក៏ជិះទៅដល់ចិត្តបាយ័នឃើញស្វាក៏យកចេកទៅឲ្យស្វាបរោយហើយមកដល់ពួកវាទៅដើមគ្នាយកពីខ្ញុំហើយបន្ទាប់ពីជិះដើរលេងអស់ចិត្តហើយយកម៉ូតូទៅឲ្យគាត់វិញទីតាំងគាត់នៅចិត្ត Pub Street ទល់មុខការ៉ាសាំងសូគីមិចនេះមកចឹងបើអ្នកទាំងអស់គ្នាចង់ជួលម៉ូតូដូចខ្ញុំអាចកក់បានតាមទៅ Trip App ឬ search ពាក្យរដ្ឋាម៉ូតូ Bike Rental ហើយអ្នកទាំងអស់គ្នានឹងឃើញម៉ូតូដែលគាត់មានសម្រាប់ជួលទាំងអស់នៅក្នុង App ហើយបើអត់ចេះកក់ទេអាចទំនាក់ទំនងតាមលេខខាងក្រោមនេះចូលរួមគាំទ្រផលិតផលក្នុងស្រុកគឺជាការរួមចំណែកមួយក្នុងលំហូរសេដ្ឋកិច្ចនៅក្នុងស្រុកនិងពន្លឿនអនាគត Digital នៅកម្ពុជា